ស្ដីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Procon ថ្ងៃនេះខ្ញុំមកបង្រៀនអ្នកនរគ្នាពីរបៀបដាក់ខោអាវក៏ដូចជា logo កម្ពុជាឬក៏ក្រុមផ្សេងៗដូចជា Bakan ឬស្វាយរៀងអីហ្នឹងអូខេឥឡូវយើងទៅរើសក្រុមអ្នកនរគ្នាចូលរើស club សិនចូល club អង់គ្លេសយក club អង់គ្លេសយើង select ទៅលើក្រុមមួយមកអ្នកនរគ្នាចង់កែក្រុមមួយណាអ្នកនរគ្នាចុចនៅលើក្រុមហ្នឹងទៅសម្រាប់ខ្ញុំគឺកែ Manchester Red គេនេះជាក្រុមគឺយើងអាចកែបានទាំងឈ្មោះទាំងរូបក៏ដូចជាឈុតកៅអៅអ្នកនរគ្នានៅចំណែកកន្លែងកែគឺនៅធំនេះអ្នកនរគ្នាយើងចុចចូលកន្លែង player ចាំតិចទៅអ្នកនរគ្នាទូរស័ព្ទរៀងតាក់ដោយសារយើងបើកអ៊ីនធឺណិតតោះមកយើងចង់កែកន្លែងកមួយណាដូចជានោះនេះគឺ9ខ្ញុំចង់ដាក់ឈប់យើងមកមើល team សិនអ្នកនរគ្នាគឺកៅអៅអីគឺអត់តបានកែទេឥឡូវយើងទៅចូលយក link ខោអាវសិនសម្រាប់ link ចាំខ្ញុំតម្លាក់ឲ្យ Telegram ហើយក៏ដូចជារូបថតមុខកីឡាករអីចាំខ្ញុំចូល Telegram អ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់កែហើយបញ្ជាក់ហ្គេមនេះគឺ Game Football League 2025គេឥឡូវយើងចូលទៅយក link អ្នកនរគ្នាអូខេឥឡូវយើងចូលយក link បានហើយឥឡូវយើងចូលទៅដាក់កន្លែង logo តោះយើងចុច select កន្លែងយើង copy យើងចុចលើ link ហើយយើងចុច pro មកគឺវាដើរចេញ logo អ្នកនរគ្នា logo កាខាន់រីស្វាយរៀងតោះមកយើងកែឈ្មោះមកបើសិនតែវាវែងពេកខ្ញុំដាក់កាត់ទៅវាអូខេស្វាយរៀងនេះណាកាខាន់រីស្វាយរៀង P O K ប៉ុណ្ណឹងមកតោះមកយើងចូលកន្លែង player ដដែលខ្ញុំច្រឡំដែរយើងចូលកន្លែងខោអាវគឺយើងចុចខាងកន្លែងដូចមិញចុចខាងនេះមកឈប់ដឹងកៅណានេះមិនដាក់ទៅកៅនេះចាំទីដឹងកៅវាមិនដែរទេព្រោះហមចាំពេលចេញទៅហើយអ្នកនរគ្នានឹងឃើញប្ររីស្វាយរៀងតើយើងចុចគ្រីសយើងបែកត្រឡប់មកវិញនេះអ្នកនរគ្នាគឺឈុតរបស់ប្ររីស្វាយរៀងតើយើងចុចកវ៉ាល់មើលមកចូលមកនេះគឺឈុតមួយទៀតនឹងខៀវហើយនឹងក្រហមតោះមកទេអ្នកនរគ្នាចង់កែមកចាំខ្ញុំទៅយក link បន្តិចអូខេអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់កែមកទៅលើករូបណាដែលអ្នកនរគ្នាចង់ដាក់គឺអ្នកនរគ្នាចុចចូលកន្លែង player ដដែលនោះចាំតែអ្នកនរគ្នាសារទូរស័ព្ទវារៀងតាក់តោះមកអ្នកនរគ្នាចុចចូលរើសដូចថាអ្នកនរគ្នាស្រឡាញ់កីឡាកររូបណានេះគឺដូចថាលេខ9យើងចុចលើខ្មៅដៃមកនេះអ្នកនរគ្នាគឺយើងចុចលើនេះតោះមកអ្នកនរគ្នាកែឈ្មោះមកលុបចោលយើងដាក់ Moni U Dom 5 នេះដងតោះអ្នកនរគ្នាចុចលើខ្មៅដៃកន្លែងមុខនេះមកអ្នកនរគ្នាចុចវាថា Pro នេះអ្នកនរគ្នាគឺចេញមកនេះអ្នកនរគ្នាគឺវាអាចថាវាឃើញមកសារអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់ចេះដាក់មុខដាក់ខោអាវដាក់ logo ដាក់អីអ្នកនរគ្នាអាចយក link ពីខ្ញុំបានហើយចាំខ្ញុំតម្លាក់ទៅក្នុងក្រុម Telegram ចាំខ្ញុំតម្លាក់ link ឲ្យអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ